ខ្ញុំជឿជាក់ដល់ទៅ100%ប្រសិនបើបងឃើញត្បូងតែដំបូងចេះគឺបងប្រកាសជាថានេះជាប្រភេទ Nil ទេតែតាមពិតនេះគឺជាប្រភេទត្បូងតងមកពីខាងបបៃលិនណាបងប្អូនគ្នាហើយភ្ញៀវគាត់បានពីខាងបៃលិននឹងមកហើយគាត់យកមកឲ្យខ្ញុំនឹងជួយធ្វើការកែច្នៃជូនហើយត្បូងនេះមុននឹងយើងធ្វើការកែច្នៃទម្ងន់រាងធំគួរសមដែរ30ក្រាតជាងប៉ុន្តែដោយសារតែគេមានជាប់កំហូងហើយជាប់ស្នាមកឡុកស្នាមបែកផងក៏យើងត្រូវធ្វើការឈូសឆរសរីរាង្គបន្ទាប់ពីខ្ញុំធ្វើការឈូសឆរសរីរាង្គរួចបានឲ្យជាងឡើងថាឆ្នៃណាបងប្អូនទាំងគ្នាហើយត្បូងដោយសារតែភ្ញៀវគាត់ចង់បានរាងដំណក់ទឹកទៀតចឹងនៅពេលដែលយើងយកមកធ្វើការឈូសឆរសរីរាង្គហ្នឹងគឺខាតអស់មួយតង់ទៀតណាបងប្អូនទាំងគ្នាហើយបន្ទាប់ពីយើងឈូសឆររួចបានយើងចាក់ពិលមើលបានបងអាចទីស្មានដឹងដែរថាជាប្រភេទត្បូងតងហើយបន្ទាប់ពីយើងធ្វើការកែច្នៃរួចណាបងទាំងគ្នាគឺសាច់របស់គេណាគឺភ្លឺមាត់រលោងបងគឺយើងសំដៅទៅលើភាពមាត់រលោងនៅខាងក្រៅទេណាប៉ុន្តែបើចរណៃគឺមិនសូវជាបានប្រមាណទេគឺគេមានស្រមោលក្រហមរឹមណាបងទាំងគ្នា